អូខេមានចម្ងល់បងប្អូនជាច្រើនដែលតែងតែសួរមកខ្ញុំណាបាទគាត់សួរ X8 Pro ហើយនឹង Xdebo Note តើមួយណាសលេងល្អជាងហើយមួយណាទម្ងន់ធ្ងន់ជាងបាទគុណភាពសលេងអីមិនដែរបាទឥឡូវនេះខ្ញុំមកបកស្រាយជារួមតែម្ដងបងប្អូនបាទចំណែកឯ Xdebo X8 Pro សលេងរបស់វារៀងធ្ងន់ជាងបាទសលេងងុំខ្លាំងជាងណាអញ្ចឹងសលេងងុំជាងហើយទម្ងន់របស់វាគឺធ្ងន់ជាងបាទទម្ងន់ធ្ងន់ជាង Xdebo Note បាទXdebo Note នេះរៀងស្រាលជាងបាទហើយបើថាសលេងបើកត្រឹម 50% នៃកម្រិតសលេងណាX8 Pro សលេងវាងុំសលេងធ្ងន់បាទតែបើកកប់ដូចគ្នាសលេងផាក់ផាយគ្នាបាទជះសលេងមកដូចគ្នា X8 Pro បាទម៉ៃពីដើមម៉ៃធ្ងន់បាទម៉ៃរបស់វាគឺមើលទៅដូច premium បាទអញ្ចឹងខាង Note នេះ Xdebo Note នេះម៉ៃរបស់វារៀងសាមញ្ញបន្តិចបងប្អូនបាទរៀងសាមញ្ញបន្តិចតែបើគុណភាពច្រៀងវិញគឺដូចគ្នាបងប្អូនសលេងច្រៀងចេញមកស្រូបល្អដូចគ្នាបាទពី model នេះអញ្ចឹងគាត់ថា Xdebo Note រៀងស្រាលជាងបាទរៀងស្រាលជាងទម្ងន់ក៏រៀងស្រាលជាងបាទសលេងបើយើងនិយាយពីបែបងុំសលេងរៀងស្រាលជាង X8 Pro បន្តិចបាទអញ្ចឹងពី model នេះបើថាគុណភាពការធានាមួយឆ្នាំដូចគ្នាបាទមួយឆ្នាំដូចគ្នាហើយបើនិយាយពីថាចង់បានខ្សែស្ពាយមានខ្សែស្ពាយដូចគ្នាបងប្អូនបាទហើយកម្លាំងបុកបាសវ៉ាត់គឺប៉ុនគ្នាបងប្អូនបាទ120វ៉ាត់ដូចគ្នាពី model នេះណាអញ្ចឹងគ្រាន់ថា Xdebo Note គេធ្វើមកសំឡេងរបស់វារៀងស្រួយបាទជះអេក្រុយចង់និយាយថាជះអេក្រុយវារៀងខ្លាំងបាទជះសលេងបែបច្រើនបន្តិចបាទ Xdebo X8 Pro សលេងរៀងធ្ងន់សលេងរៀងងុំជាងបន្តិចអញ្ចឹងបើយើងនិយាយជារួមមកពី model ហ្នឹងគឺការធានាមួយឆ្នាំដូចគ្នាល្អដូចគ្នាគាត់ថាខុសតម្លៃបាទខុសតម្លៃគ្នាX8 Pro តម្លៃ140ហើយមក Xdebo Note បាទតម្លៃពីមុន129តែឥឡូវគេប្រម៉ូសិនតម្លៃនៅសល់ត្រឹមតែ$85បងប្អូនមិន100ជាងណា$85កុំច្រឡំបងប្អូនបាទសលេងព្រោះបាទសលេងពីរកោតហ្នឹងគឺច្រៀងព្រោះដូចគ្នាបើនិយាយពីម៉ៃច្រៀងបងប្អូនបដោតលើច្រៀងគឺព្រោះដូចគ្នាហើយបើសម្រាប់បងចាក់ស្ដាប់បាទX8 Pro រៀងងុំជាងតិចបាទរៀងងុំសលេងងុំនេះរៀងច្រើនជាងតែបើគុណភាពតម្លៃគឺខុសគ្នាឆ្ងាយដែរ$140 $85បងប្អូនពីរកោតហ្នឹងបងប្អូនឆ្លាញ់មួយណាក៏បានដែរបងប្អូនធានាមួយឆ្នាំដូចគ្នាពីក្រុមហ៊ុនផ្ទាល់ដូចគ្នាបាទអញ្ចឹងអស់ហើយបងប្អូនបាទបកស្រាយអស់ហើយមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនឆ្លាញ់ Xdebo X8 Pro បងប្អូនយក X8 Pro ក៏បានបងប្អូនឆ្លាញ់ Xdebo Note បងប្អូនយក Xdebo Note ក៏បានដែរកម្លាំងបុកបាសដូចគ្នាបាទ120វ៉ាត់ដូចគ្នាអញ្ចឹងបើសិនជាបងប្អូនចង់បានអាច order បានតាមរយៈ page SO Shop បងប្អូនបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា